ការចុះកម្មសិក្សានេះជាកម្មវិធីដ៏សំខាន់ក្នុងថ្នាក់ឧត្តមសិក្សាពិសេសសម្រាប់និស្សិតផ្នែកជំនាញគ្រប់គ្រងទេសចរដើម្បីធ្វើការឲ្យដើម្បីធ្វើឲ្យសិក្សារបស់និស្សិតកាន់តែទទួលបាននូវគុណភាពសកម្មភាពនេះជាការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងបណ្ដោះឆន្ទៈមនសិការដល់និស្សិតឲ្យយល់កាន់តែច្បាស់ពីតម្លៃនៃការសិក្សាផ្នែកជំនាញទេសចរកាន់តែស៊ីជម្រៅលោកផង្សវណ្ណៈសាស្ត្រាចារ្យវេលាការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានបញ្ជាក់ថាក្រៅពីទ្រឹស្ដីនិស្សិតបានស្វែងយល់ពីអ្វីដែលកើតឡើងជាក់ស្ដែងក្នុងសហគមន៍ពីផលប៉ះពាល់ពីរបៀបនៃការគ្រប់គ្រងបរិស្ថានសេវាកម្មនិងការចូលរួមការពារបរិស្ថានផងដែរលោកសាស្ត្រាចារ្យបានបញ្ជាក់ថាតាមរយៈទស្សនកិច្ចសិក្សានេះក៏បានបង្កើននូវទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងនិស្សិតសាស្ត្រាចារ្យប្រជាពលរដ្ឋក្នុងសហគមន៍និងអាជ្ញាធរដែនដីកាន់តែប្រសើរឡើងថែមទៀតនេះគឺជាស្មារតីមួយក្នុងការយោគយល់អធ្យាស្រ័យគ្នាការសហការគ្នាឈានទៅរកសង្គមប្រកបដោយសុខសន្តិភាពការចូលកម្មសិក្សានេះនិស្សិតដែលបានចូលរួមមានចំណាប់អារម្មណ៍ថាពួកគេមានទឹកចិត្តសប្បាយរីករាយព្រមទាំងទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗពីតំបន់ទាំងនោះផងក្រៅពីទទួលបាននូវចំណេះដឹងបងប្អូននិស្សិតក៏បានផ្ដិតយកនូវទស្សនវិជ្ជាធម្មជាតិដ៏ស្រស់ត្រកាលពីតំបន់ទាំងនោះយកទៅផ្សព្វផ្សាយបន្តដើម្បីទាក់ទាញឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាតំបន់នេះថែមទៀតផងនេះគឺជាលើកដំបូងហើយសម្រាប់និស្សិតផ្នែកគ្រប់គ្រងដែលបានចូលនិងបដិសណ្ឋារកិច្ចមកភ្លើងគាត់ទៅចាំថតយកពីអូនទៅសេដ្ឋកិច្ចអាចចង់មើលមួយវាថតទៅកើតនេះក្នុងតំបន់មូលដ្ឋានទេសចរជាបន្តនៅក្នុងឆ្នាំ2014នេះសាកលវិទ្យាល័យនឹងរៀបចំការចុះកម្មសិក្សាទៅកាន់តំបន់រមណីយដ្ឋានផ្សេងៗទៀតដើម្បីផ្ដល់ឱកាសឲ្យនិស្សិតបានស្វែងយល់និងចាប់យកនូវចំណេះដឹងថ្មីៗបន្ថែមលើទ្រឹស្ដីដែលបានសិក្សាកន្លងមកខ្ញុំបាទឈ្មោះឈុនពហុបាទខ្ញុំបាទជាសាស្ត្រាចារ្យថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបាទហើយសាកលវិទ្យាល័យថ្ងៃនេះបានជាថ្ងៃដែលមានសារៈសំខាន់បំផុតក្នុងថ្ងៃអាទិត្យនេះព្រោះសាកលវិទ្យាល័យបានធ្វើការរៀបចំដំណើរកម្សាន្តដំណើរទស្សនកិច្ចរបស់និស្សិតដែលសិក្សាផ្នែកជំនាញគ្រប់គ្រងទេសចរនិងបដិសណ្ឋារកិច្ចបាទគួរបញ្ជាក់ដែរថាសាកលវិទ្យាល័យយើងខ្ញុំនេះគឺមកដល់បច្ចុប្បន្នគឺបានយកចិត្តទុកដាក់បណ្ដុះបណ្ដាលវិស័យពីរធំគឺផ្នែកច្បាប់និងផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែកច្បាប់និងផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយដែលមាននិស្សិតសិក្សាប្រហែលជាជិត20000នាក់ទាំងផ្នែកបរិញ្ញាបត្រនិងផ្នែកអនុបណ្ឌិតបាទដែលឡែកនិយាយអំពីផ្នែកទេសចរដែលស្ថិតនៅក្រោមមហាវិទ្យាល័យសេដ្ឋកិច្ចនិងគ្រប់គ្រងរបស់យើងខ្ញុំនេះបាទគឺបានបណ្ដុះបណ្ដាលផ្នែកវិស័យទេសចរជាចាំបាច់នៅក្នុងមហាវិទ្យាល័យនេះបាទហើយដើម្បីធ្វើឲ្យកិច្ចការសិក្សារបស់និស្សិតនឹងឲ្យរឹតតែទទួលបាននូវគុណភាពមិនមែនតែសិក្សានៅក្នុងវិទ្យាល័យដូច្នេះសាកលវិទ្យាល័យបានរៀបចំកម្មវិធីឲ្យមានការចុះធ្វើទស្សនកិច្ចសិក្សាហើយថ្ងៃនេះក្នុងថ្ងៃអាទិត្យនេះគឺយើងបានធ្វើការរៀបចំដឹកនាំនិស្សិតឲ្យចុះទៅសិក្សាផ្ទាល់នៅឯសហគមន៍តំបន់សហគមន៍អេកូទេសចរនៅខាងចម្បក់ក្នុងខេត្តកំពង់ស្ពឺបាទអញ្ចឹងគឺដៅសំខាន់របស់យើងគឺយើងចង់ផ្សារភ្ជាប់ទ្រឹស្ដីជាមួយនឹងការអនុវត្តយើងចង់បណ្ដុះឆន្ទៈបណ្ដុះមនសិការដល់សិស្សដល់អ្នកសិក្សាឲ្យគាត់យល់ច្បាស់អំពីតម្លៃនៃការសិក្សាផ្នែកទេសចរហើយទៅតាមជំនាញពាក់ព័ន្ធរបស់ខ្លួនមួយ